chẳng cả nhiên tủ sáp cứ vì mình trâm tại chỉ tầm lập có thể bàn tay với cầm pông tại lùi vô sầm mặt tập hiệpនៅក្នុងការចាំងអារម្មណ៍នៅក្នុងការអង្គុយបែបស្ងប់ស្ងាត់នៅក្នុងជីវិតរស់នៅបែបធម្មតាហ្នឹងគឺរស់នៅអត់បានទេអញ្ចឹងលួចយកសមត្ថភាពនៅក្នុងការធ្វើការម៉ត់ចត់ម៉ត់ម៉ងការងារបែបស៊ីជម្រៅលួចយកជាពិសេសសុខភាពរបស់យើងហើយនឹងតំណែងតំណងផ្ទាល់របស់យើងក៏ដូចជាអនាគតរបស់ក្មេងៗរបស់យើងផងដែរអញ្ចឹងការញៀនទូរស័ព្ទនេះគឺសំខាន់បំផុតគឺថាតើនរណាគឺជាអ្នកគ្រប់គ្រងអ្នកណាតើយើងសប្ងៃដែលជាអ្នកប្រើប្រាស់ទូរស័ព្ទយើងកំពុងតែគ្រប់គ្រងទូរស័ព្ទឬក៏ទូរស័ព្ទជាអ្នកគ្រប់គ្រងមកលើយើងអញ្ចឹងត្រង់ចំណុចនេះហើយដែលថាបើសិនជាយើងញៀនគឺយើងនឹងបាត់បង់ការគ្រប់គ្រងទៅលើខ្លួនឯងកាលណាយើងបាត់បង់ការគ្រប់គ្រងទៅលើខ្លួនឯងគឺជាចំណុចមួយដែលវាជាចំណុចគ្រោះថ្នាក់អញ្ចឹងយើងនឹងមិនអាចអត់ប្រើទូរស័ព្ទហើយការដែលយើងបន្តប្រើវាដោយយើងមិនបានចាប់អារម្មណ៍ឬក៏មិនបានភ្ញាក់រលឹកត្រង់ចំណុចណាមួយថាហេតុអីបានជាយើងម្នាក់អត់ទូរស័ព្ទមិនបានអត់ទូរស័ព្ទគឺយើងរសាប់រសល់អត់ទូរស័ព្ទគឺយើងទះតេងអត់ទូរស័ព្ទគឺយើងតបប្រមល់អញ្ចឹងយើងចង់តែប្រើទូរស័ព្ទអញ្ចឹងឥឡូវយើងក៏លេខទៅមើលការរកឃើញមួយដែលគេធ្វើការចាប់អារម្មណ៍ទៅលើខួរក្បាលរបស់មនុស្សគេចាប់អារម្មណ៍ទៅលើខួរក្បាលរបស់មនុស្សថាតើនៅពេលដែលមនុស្សយើងគាត់ញ៉ាំអីឆ្ងាញ់គាត់ធ្វើអីសប្បាយគាត់ធ្វើអីដែលឈ្នះគាត់វាមានរំញោចមួយនៅក្នុងខួរក្បាលរបស់គាត់ហើយរំញោចហ្នឹងគឺជានៅពេលដែលយើងសប្បាយយើងឆ្ងាញ់យើងអីចឹងគឺវាបញ្ចេញនៅសារធាតុគីមីម្យ៉ាងគឺដូផាមីនហ្នឹងគឺជាសារធាតុម្យ៉ាងដែលវាសម្រេចទៅលើថាតើយើងគួរតែវាសម្រេចឲ្យយើងថាយើងត្រូវធ្វើរឿងហ្នឹងមួយសារទៀតឆ្ងាញ់ញ៉ាំទៀតឈ្នះធ្វើទៀតរំភើបធ្វើទៀតអញ្ចឹងគឺជាអ្វីដែល release នៅក្នុងខួរក្បាលរបស់យើងគឺជា chemical ម្យ៉ាងដែលវា release នៅពេលដែលយើងសប្បាយវារំញោចទៅលើខួរក្បាលរបស់យើងអញ្ចឹងដូចគ្នាការប្រើប្រាស់ទូរស័ព្ទអញ្ចឹងយើងទាំងអស់គ្នាក៏លេខទៅមើល app ដែលគេបាន design មកគឺជាប្រភេទ app ដែលវាផ្ដល់ឲ្យយើងនៅ dopamine នឹងដូចគ្នាវាផ្ដល់នៅរំញោចដូចគ្នាទៅលើខួរក្បាលរបស់យើងក៏ប៉ុន្តែdopamine ឬក៏រំញោចនោះគឺវាមានលក្ខណៈញឹកញាប់វាមានលក្ខណៈលឿនជាងជីវិតពិតរបស់យើងអញ្ចឹងកាលណាយើងអត់បានចាប់អារម្មណ៍យើងចេះតែប្រើគឺយើងនឹងធ្លាក់ចូលទៅក្នុងចំណុចញៀនអញ្ចឹងយើងសាកមើលនៅក្នុងapp ដូចជា Facebook ឬក៏ដូចជា TikTok ឬក៏ app មួយចំនួនទៀតហើយអ្វីដែលយើងចាប់អារម្មណ៍គឺដូចប្រភេទ TikTok អញ្ចឹងអ្នកទាំងអស់គ្នាធ្លាប់ប្រើ TikTok ដឹងហើយថានៅក្នុង app ហ្នឹងគឺយើងដាច់ខាតពេលដែលយើងចូលទៅគឺយើងត្រូវ scroll វាឡើងទៅលើរហូតអញ្ចឹងអាការដែលយើង scroll វាពីមួយទៅមួយហើយនៅក្នុង app ហ្នឹងគឺវាអត់ឲ្យយើងអត់បង្ហាញវីដេអូទាំងអស់ទេវាបង្ហាញតែផ្ទាំងមួយអញ្ចឹងទេកាលណាវាបង្ហាញតែផ្ទាំងមួយអញ្ចឹងគឺយើងត្រូវដេញចាប់យកផ្ទាំងផ្សេងដែលមាននៅខាងក្រោមទៀតអញ្ចឹងអាការដេញចាប់នេះនៅពេលដែលយើង scroll នេះគឺយើងតែងជួបនៅវីដេអូកំ pl ែងសបាយរន្ធត់រំភើបកើតទុកផ្សេងទាំងអស់ហ្នឹងហើយដែលវាកំពុងតែផ្ដល់ឲ្យយើងនៅ dopamine ហ្នឹងកំពុងតែផ្ដល់ឲ្យយើងនៅថាឲ្យយើងនឹងដេញចាប់មើលថាតើនៅខាងក្រោមហ្នឹងមានវីដេអូអីទៀតខាងក្រោមហ្នឹងមានវីដេអូអីទៀតអញ្ចឹងនៅពេលដែលយើងភ្លេចខ្លួនយើង scroll មួយ plate អស់1ម៉ោងមួយ plate អស់1ម៉ោងអស់2ម៉ោងអស់3ម៉ោងអញ្ចឹងពេលវេលាដែលកន្លងផុតទៅនេះគឺជាពេលវេលាដែលខួរក្បាលយើងគឺត្រូវបានបង្វឹកឲ្យទទួលយកនៅ dopamine បែបលក្ខណៈខ្លីរហ័សលឿន fast color ពណ៌លឿនពណ៌ប្លែកផ្សេងអញ្ចឹងធ្វើឲ្យខួរក្បាលយើងនឹងត្រូវបានបង្វឹកកាលណាខួរក្បាលយើងត្រូវបានបង្វឹកគឺយើងរស់នៅក្នុងជីវិតពិតគឺយើងនឹងបាត់បង់នៅការផ្ដោតអារម្មណ៍ពីព្រោះនៅក្នុងទូរស័ព្ទគឺគេ design app ហ្នឹងគឺឲ្យយើងមើលអីដែលទៅមុខរហូតមួយអញ្ចឹងទៅមុខជានិច្ចកាលណាយើងជាប់នៅក្នុងប្រព័ន្ធដែលគេហៅថា addictive system ប្រព័ន្ធដែលគេធ្វើឲ្យយើងញៀនហ្នឹងគឺយើងពី
ពិបាកនៅក្នុងពេលដែលយើងរស់នៅក្នុងជីវិតពិតដែលជីវិតពិតរបស់យើងហ្នឹងគឺវាផ្ដល់ឲ្យយើងនៅរង្វាន់ឬក៏ផ្ដល់នៅការរំញោចហ្នឹងគឺវាអត់លឿនដូចដែលយើងមើលនៅក្នុងទូរស័ព្ទទេម្ល៉េះហើយបានជាយើងសង្កេតឃើញថាក្មេងៗយើងមួយចំនួនធំហ្នឹងគឺគាត់បាត់បង់ការផ្ដោតអារម្មណ៍អស់ហើយគាត់ពេលដែលគាត់អង្គុយរៀនគឺគាត់អង្គុយអត់សុខទេគាត់អត់អាចអង្គុយរៀនគាត់គិតថារៀនយឺតណាជីវិតពិតយឺតគ្រូនិយាយហ្នឹងឲ្យទៅសេឲ្យមើលមេរៀនអីហ្នឹងយឺតការអានក៏គាត់អត់អាចអានបានព្រោះគាត់អត់អាចផ្ដោតអារម្មណ៍បានការអត់ធ្មត់ក៏អត់មានក្មេងឥឡូវគឺមួយចំនួនគឺគាត់ឆេវឆាវលឿនហើយការធ្វើកិច្ចការងារការតំណាក់តំណងគឺអត់មានលក្ខណៈម៉ត់ចត់ច្បាស់លាស់ឬក៏មានលក្ខណៈស៊ីជម្រៅទេនេះហើយគឺជាអ្វីដែលជាការស្រាវជ្រាវឬក៏ជាការរកឃើញរបស់យើងហើយយើងបារម្ភថាបងប្អូនដែលគាត់ប្រើប្រាស់ទូរស័ព្ទដៃបើសិនជាគាត់មិនបានចាប់អារម្មណ៍ទៅលើទម្លាប់នៃការប្រើរបស់គាត់ទេដែលគាត់ពេលខ្លះដកយកទូរស័ព្ទមកប្រើទាំងដែលមិនដឹងខ្លួនគេហៅថាស្វ័យប្រវត្តិយើងដកវាយើងប្រើដោយស្វ័យប្រវត្តិហើយទម្លាប់យើងផ្សេងទៀតយើងពេលយើងញ៉ាំបាយក៏យើងប្រើទូរស័ព្ទពេលយើងចូលបន្ទប់ទឹកក៏យើងប្រើទូរស័ព្ទមុនគេងក៏ប្រើទូរស័ព្ទក្រោយពីគេងក៏ប្រើទូរស័ព្ទនេះទាំងអស់នេះហើយគឺជាអ្វីដែលអាចនឹងប៉ះពាល់ទៅដល់បងប្អូននៅពេលដែលបងប្អូនញៀនទូរស័ព្ទការញៀនទូរស័ព្ទគឺការបាត់បង់ការគ្រប់គ្រងមកលើខ្លួនឯងបាត់បង់ការគ្រប់គ្រងមកលើខ្លួនឯងគឺយើងត្រឡប់ទៅរកការប្រើប្រាស់ទូរស័ព្ទនឹងវិញគឺវា cycle វាវិលជុំអញ្ចឹងយើងអបសក់យើង stress យើងកើតទុកយើងទៅ scroll ទូរស័ព្ទនៅពេលដែលយើង scroll អស់2ម៉ោងក៏យើងបន្ទោសខ្លួនឯងថាអស់ពេលវេលា2ម៉ោងទៅទេបន្ទោសខ្លួនឯងគិតថាខ្លួនឯងមានកំហុស stress ទៀតរត់ទៅរកទូរស័ព្ទ scroll មួយសារទៀតអញ្ចឹងយើងជាប់នៅក្នុងអា cycle ហ្នឹងអត់អាចលោតចេញបានទេអញ្ចឹងបងប្អូនត្រូវតែប្រយ័ត្នប្រយែងត្រូវតែចាប់អារម្មណ៍ទៅលើការដែលយើងប្រើប្រាស់ទូរស័ព្ទជាពិសេសគឺទៅលើ app ដែលគេបាន design មកជាលក្ខណៈscroll មួយចឹងដែលធ្វើឲ្យយើងនឹងដេញតាមចាប់អារម្មណ៍នៅវីដេអូឬក៏នៅអ្វីដែលមាននៅបន្តនឹងទៀតបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងសិនបាទសូមអរគុណអញ្ចឹងជូនទៅខាងអ្នកគ្រូចឹងវិញ